លោកគ្រូថេនអត់អស់ចិត្តទេបាទចង់ដាក់មហាម៉ាត់ឲ្យសងសឹកឌីមសរំសងសឹកទៅល្អមើលអត់បងប្អូនចង់តាមដានអត់ចង់មើលគូនេះម្ដងទៀតអត់គូនេះនៅតែជាគូល្អមើលគូនេះនៅតែជាគូមួយដែលអ្នកគ្រប់គ្រងចង់តាមដានគូនេះនៅតែដកចិត្តដកអារម្មណ៍ថាតើមហាម៉ាត់អាចវាយឌីមសរំបានដែរឬអត់បាទគូនេះមួយខ្ញុំគិតថាជាគូមួយដែលអ្នកគ្រប់គ្រងតន្ទឹងរង់ចាំឲ្យមានការសងសឹកដែរឌីមសរំធ្លាប់ឈ្នះមហាម៉ាត់គេអត់មានអីត្រូវខ្លាចទេបាទមហាម៉ាត់ក៏អត់មានអីត្រូវខ្លាចឌីមសរំដែរអ្នកទាំងពីរជាជើងខ្លាំងមួយនៅក្នុង20គីឡូ51ព្រឹត្តិការណ៍នេះប្រសិនបើកាត់ឡើងម្ដងទៀតណាដឹងតែបាក់មេឃបាក់ដីហើយបាទបាក់មេឃបាក់ដីមិនមែនលេងសើចទេណាបាទលំដាប់បែបនេះគឺថាអូសាហាវឌីមសរំចាំមើលអាវុធរបស់ឌីមសរំនៅតែកាត់ចង្វាក់របស់មហាម៉ាត់